ចឹងហើយមុនយើងបានស្គាល់ពាក្យសិទ្ធិប្រែថាដំណរទៅតាមលំដាប់ដែលយោគាវចរទាំងឡាយលោកសិក្សានៅអានាបានសតិថ្នាក់ដំបូងនឹងឯងជាអធិកាមិកបុគ្គលដែលថ្មីនោះគឺត្រូវការសិក្សាជាមួយនឹងអាចារ្យដោយឲ្យយល់អំពីកម្មដ្ឋានទៅតាមលំដាប់ចឹងហើយបាននៅក្នុងគម្ពីរលោកបានលើកអំពីបោទលភិក្ខុដែលជាអ្នកប្រាជ្ញត្រត្រង់នៅពុទ្ធវចនៈនៃបរិយ័តទ្រឹស្ដីលោកត្រត្រង់ស្កត់ជំនាញអស់ពុទ្ធ7ព្រះអង្គក៏ស្ទាត់ជំនាញណាស់ខាងបត្រៃបិដកហ្នឹងហើយក៏ជាអាចារ្យមួយដ៏ធំគ្រប់ចំនួនពុទ្ធទាំង7អង្គហ្នឹងដែលមានសិស្សគុណទាំងឡាយពុទ្ធមួយព្រះអង្គហ្នឹងកូនសិស្សលោកសិស្សព្រះអរហន្តទាំងអស់តែត្រូវសម្រេចទេប៉ុន្តែលោកនៅតែជាពធជនដោយឧបនិស្ស័យរបស់លោកនៅក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធនេះត្រូវមានឧបនិស្ស័យដែលព្រះអង្គនឹងទូមានឲ្យបានសម្រេចនៅព្រះអរហន្តចឹងការទូមានរបស់ព្រះសម្មាសម្ពុទ្ធអធិស្ឋ័យដល់សត្វនោះមានឧបនិស្ស័យដែរព្រោះលោកអាងទៅលោកអ្នកចេះដឹងអ្នកយល់អំពីពុទ្ធវចនៈនឹងម្ល៉េះហើយសំបីតែព្រះអរហន្តទាំងឡាយដែលត្រូវបានសម្រេចមគ្គផលនោះក៏លោកនៅកាន់មានះនឹងថាសិតជាកូនសិស្សលោកទាំងអស់នឹងក៏ដល់តែការលើករឿងនេះព្រះសម្មាសម្ពុទ្ធព្រះអង្គចង់ដើម្បីបង្ហាញអំពីអធិកាមិកបុគ្គលដែលត្រូវចម្រើនបដិបត្តិនៃសមថកម្មដ្ឋាននិងវិបស្សនាកម្មដ្ឋានដែលជាការអប់រំចិត្តរហូតដល់មានបញ្ញាវិបស្សនាដើម្បីរលាស់ខ្លួនឲ្យរួចចាកអំពីសេចក្តីទុក្ខក្នុងវដ្តនេះយ៉ាងឧបាយរបស់ព្រះសម្មាសម្ពុទ្ធគ្រាន់តែបានចេញនៅចិត្តរបស់បោទលៈធ្វើឲ្យបោទលៈនឹងលោកឈឺចិត្តដែលគ្រប់ពេលទាំងអស់សិស្សគុណសិទ្ធិព្រះអរហន្តលោកតែងតែសរសើរម្ល៉េះឲ្យជាប់នឹងទិដ្ឋិនឹងមានះនឹងមិនអាចនឹងលះបង់បានប៉ុន្តែនៅពេលនេះពាក្យសម្ដីរបស់ព្រះសម្មាសម្ពុទ្ធលោកបានទុញផ្ទាល់ឲ្យធ្វើឲ្យលោកនឹងឯងរន្ធត់តក់ស្លុតអំពីដំណើរនៃជីវិតរបស់លោកដែលមិនដែលឮពាក្យដែលគេថាឲ្យហ្នឹងណាព្រោះវាជាប់នៅក្នុងអារម្មណ៍ហ្នឹងណាអារម្មណ៍ទិដ្ឋិនឹងមានះហ្នឹងមកដល់ឲ្យលោកពិចារណាថាបើអាត្មាអញនៅចឹងទៀតគឺគ្មានន័យសម្រាប់ដំណើរនៃជីវិតនេះដែលនៅក្បែរជាមួយនឹងព្រះសម្មាសម្ពុទ្ធទេក៏កើតនៅហេរិអតបៈនឹងក៏តក់ស្លុតខ្លាចញាប់ញ័រនៅអំពើបាបរហូតដល់មានសេចក្តីខ្មាស់ដល់សហធម្មិកៈទាំងឡាយហ្នឹងចេះតែឮតគ្នាដែលពុទ្ធលោកថាឲ្យនឹង
អូដល់លោកបានរៀបចំប្រដាប់ប្រដាធ្វើដំណើរចិញ្ចាក់ទៅទាំងយប់ដើម្បីនឹងទៅសេកគប់ជាមួយនឹងកល្យាណមិត្តណាដែលលោកយល់ឃើញថាលោកបានសិក្សាក្នុងសំណាក់របស់លោកនឹងហើយពពុទ្ធទ្រង់សរសើរណាពពុទ្ធលោកសរសើរពោគណៈមួយដែលលោកត្រូវបង្ហាត់បង្រៀននោះប្រមាណ18គណៈជាកូនសិស្សលោក18គណៈមួយគណៈនឹង500អង្គតើវាច្រើនប៉ុន្មានច្រើនណាស់ច្រើនណាស់អញ្ចឹងមានគណៈមួយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សរសើរថ្មីក្នុងសំណាក់ភិក្ខុទាំងឡាយ30ព្រះអង្គរហូតដល់មានសាមណេរមួយអង្គទើបបួសបាន7ថ្ងៃផងដែលជាព្រះអរហន្តហ្នឹងហើយលោកនឹកឃើញអស្ចារ្យហ្នឹងបានទៅសេកគប់ជាមួយនឹងគណៈហ្នឹងទៅបានទៅសេកគប់នឹងឯងនៅតែស្ពាយមានះទៅដែរបងទៅដំបូងមិនមែនទៅរកអង្គនេះអង្គនោះទេទៅរកអាចារ្យធំហ្នឹងដែរណាជាមេគណៈនៅក្នុងហ្នឹងទាំង30ព្រះអង្គហ្នឹងមានមេមួយដែលលោកធ្លាប់ស្គាល់ហើយជាកូនសិស្សដែរប៉ុន្តែពុទ្ធលោកសរសើរប៉ុន្តែអាត្មាឯងជាគ្រូនេះពុទ្ធលោកបន្ទោសអញ្ចឹងនៅក្នុងចិត្តអញ្ចឹងក៏ទៅសុំសំណាក់នៃប្រធេរៈធំនឹងឯងដើម្បីនឹងបានសិក្សាផ្នែកសមថកម្មដ្ឋានវិបស្សនាកម្មដ្ឋានហ្នឹងហើយប្រធេរៈទាំង30ព្រះអង្គហ្នឹងតាំងពីដើមរហូតដល់សាមណេរទៅបំពោះហ្នឹងលោកជាគណៈមួយដែលសិតតែជាព្រះអរហន្តបងហ្នឹងហើយលោកដឹងជ្រាបចិត្តរបស់បោទិលៈហ្នឹងមកហើយមកដឹងអញ្ចឹងក៏ចិត្តរបស់ព្រះអរហន្តលោកដឹងអញ្ចឹងមកហើយអញ្ចឹងព្រះអរហន្តនឹងលោកជ្រាបចិត្តណាជ្រាបចិត្តរៀបបតីទាំងអស់គ្នាដើម្បីជួយហ្នឹងណាជួយលើកនៅបោទិលៈដែលជាគ្រូហ្នឹងដើម្បីអីដើម្បីឃើញប្រយោជន៍ថាបើមកហើយនៅបោទិលៈនេះនៅសម្គាល់តារៀនជាមួយនឹងអាចារ្យធំនឹងទៀតមិនងាយនឹងបានសម្រេចទេមិនងាយនឹងបានសម្រេចទេម្ល៉េះហើយលោកបានជ្រាបលោកបានពោលថាបបិទ្ធលោកម្ចាស់ខ្ញុំកណានេះគ្មានសមត្ថភាពបង្រៀនលោកចាស់ទេព្រោះលោកម្ចាស់ជាគ្រូជាអ្នកចេះចាំស្ទាត់ជំនាញនៅពុទ្ធវចនៈនៃព្រះសម្មាសម្ពុទ្ធហើយជាអាចារ្យដ៏ល្បីទាំងហមខ្ញុំកណាជាសិស្សនឹងបង្រៀនយ៉ាងដូចម្ដេចហ្នឹងហើយតលោកម្ចាស់ទៅសួរអនុថេខាងក្រោមទៅនឹងទៅសួរហើយដើម្បីដោះនឹកឃើញសួរខាងក្រោមក៏ថាអញ្ចឹងបន្ទាប់ទាំងហម30អង្គរហូតដល់ក្រោមនោះនឹកឃើញតូចចិត្តណានឹកឃើញតូចចិត្តថាប្រធេរៈទាំងអស់នឹងធ្លាប់រៀនសំណាក់អាត្មាអញដូចតែតឹងតែងដល់ថ្នាក់ហ្នឹងលោកអ្នកបង្ហាត់នោះហាត់នៅព្រះបរិយ័តហ្នឹងដែលអាត្មាអញតឹងតែងប៉ុណ្ណឹងសប្បាយរីករាយក្នុងការបង្រៀនចុះហេតុអីបានជាលោកម្ចាស់ទាំងអស់នេះមានការតឹងរឹងក្នុងការបដិបត្តិណាបដិបត្តិហ្នឹងអ្វីម្ល៉េះនេះដើម្បីបង្ហាញណាបងបង្ហាញនៃធម៌ដែលត្រូវចាក់ភ្លុះនៃរួចចាកនៅសេចក្តីទុក្ខដោយពលត្រូវនៅក្នុងមគ្គផលព្រះនិព្វានហ្នឹងតលតែបុគ្គលនឹងបានតាំងចិត្តខ្ពស់ណាស់ដាក់ចុះនៅទិដ្ឋិនឹងមានះហ្នឹងទើបនឹងអាចសិក្សាបដិបត្តិបានហ្នឹងហើយរហូតម្ល៉េះហើយជាថាទោះបីជាគេថាមិនគេរុញទៅណាចង់ឈ្នះខ្លួនឯងថាអង្គណាក៏ដោយណាអង្គណាក៏ដោយឲ្យតែបានរៀន
អំណាចទៅមកហើយណានឹងដាក់បន្តិចណាដាក់រហូតដល់តាំងចិត្តមែនទែនខាងក្រោយគេសាមណេរហ្នឹងដល់សាមណេរហ្នឹងជាលោកថាបបិទ្ធលោកម្ចាស់ខ្ញុំកណានឹងមិនមានសមត្ថភាពទេទៅបួសផងហ្នឹងហើយតែព្រះអង្គធ្វើម៉េចឲ្យតែបានទូមានបង្ហាញណានៅខ្ញុំកណាដើម្បីនឹងបានឃើញជាក់ច្បាស់នៅធម៌ណាដែលប្រពុតគួរសរសើរវិញ្ញូបស្ថានេះណាធម៌ទាំងឡាយណាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សរសើរនោះរហូតដល់លើកដឹងចិត្តនៅបោតលៈនឹងបានដាក់នៅគតិនឹងឯងហើយទើបលោកបានប្រើឲ្យកាន់បាតចុះទាំងចពោទៅក្នុងទឹកហ្នឹងណាតើលោកសាកទៀតតើដាក់នៅដល់តែលឺលោកប្រាប់អញ្ចឹងទៅក៏ចុះទាំងចពោទៅដួសទឹកឲ្យហៅមកវិញទៀតក៏មកឈរនៅខាងមុខហ្នឹងក៏ឈរអោបបាតកាន់ទឹកទៅទឹកជោគហ្នឹងដែរណាទឹកភេកនេះបានដាក់ហើយប៉ុន្តែដោយឧបនិស្ស័យលោកបានបង្ហាញទៅតាមផ្លូវបប្រតិបត្តិជាឧបមាប្រយោគណានៅក្នុងហ្នឹងពុទ្ធលោកសម្ដែងជាឧបមាប្រយោគបានន័យថាប្រៀបធៀបណាប្រៀបធៀបដំបូកនឹងឯងដែលមានរុន6នៃសត្វសន្សំដែលចូលនឹងតើធ្វើម៉េចបានចាប់បានលោកគ្រាន់តែពោលប៉ុណ្ណឹងបាទពោលប៉ុណ្ណឹងបញ្ញារបស់លោកដែលធ្លាប់សន្សំច្រើនមកហើយឲ្យអំណាចនៃការដាក់នៅទឹកភេទនឹងមាននេះណាទទួលយល់បានទទួលទាំងអត្ថបដិបទានោះនិងធម្មបដិបទាអត្ថនៃធម៌គ្រាន់តែបង្ហាញនៃប្រយោគនឹងការប្រៀបធៀបដំបូកដែលមានសត្វទាំងសងនៅក្នុងនុនប្រកបទៅដោយរុនទាំង6ប៉ុណ្ណឹងបងដល់តែហើយលោកថាលោកម្ចាស់ខ្ញុំកណាយល់ហើយបានណាហ្នឹងបានណាដោយសារតែនៃការដាក់ទឹកភេទនឹងហើយទីបំផុតលោកចម្រើនរហូតដល់បានសម្រេចនៃព្រះអរហន្តភ្លាមនោះឯងញាក់បញ្ញានៃឧបនិស្ស័យចង់បង្ហាញថាអតិកាមិកបុគ្គលដែលត្រូវសិក្សាចម្រើនបប្រតិបត្តិនៅក្នុងពធហ្នឹងត្រូវការអញ្ចឹងដំបូកគឺរាងកាយនេះណាដំបូកគឺរាងកាយនេះដែលបិទទៅហើយដោយទ្វារទាំង5បិទដោយអំណាចនៃសង្វរធម៌ហ្នឹងដោយមានសតិនិងញាណណាសតិនិងញាណដែលសតិនឹងរលឹកញាណនឹងដឹងយ៉ាងម៉េចពេលណាដែលចក្ខុប្រសាទដែលប៉ះនឹងរូបសតិនិងញាណនឹងរលឹកតាន់ដឹងតាន់ត្រង់ចិត្តនិងចេតសិកណែតងទាញអារម្មណ៍ណែតងទាញអារម្មណ៍គឺរូបអារម្មណ៍ជាដើមបងឲ្យត្រឹមតែរូបរលឹកឲ្យត្រឹមតែរូបឲ្យដឹងត្រឹមតែរូបរលឹកតាន់ឲ្យត្រឹមតែប៉ុណ្ណឹងត្រឹមតែពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងតម្កល់ចិត្តរលឹកឃើញត្រឹមតែរូបបានណាកុំឲ្យឃើញអីក្រៅពីរូបហើយរូបនោះទៀតពេលណាសតិរលឹកដឹងអញ្ចឹងណារលឹកតអញ្ចឹងបញ្ញាដឹងអញ្ចឹងរូបនឹងដឹងយ៉ាងម៉េចថាត្រឹមប៉ុណ្ណឹងទេថាមិនតែប៉ុណ្ណឹងទេវាអន់ជាងនឹងត្រង់មិនអាចតាំងមកវាបែកគ្នាទៅជាធម្មតានៃរូបនោះរូបមត្តតាំងអេវៈនោះវាត្រឹមតែបែកគ្នាទៅជាធម្មតាណាបែកគ្នាទៅត្រឹមតែរូបប៉ុណ្ណឹងត្រង់តែនឹងបិទបានហើយបិទដោយអំណាចនៃសតិនឹងញាណនឹងទៅរលឹកឃើញត្រឹមតែរូបត្រឹមតែរូបម្ល៉េះហើយ
កិរិយាការប្រព្រឹត្តទៅក្នុងការបិទមិនឲ្យឃើញអ្វីក្រៅអំពីរូបនេះឈ្មោះថាការសង្រួមហើយនៅក្នុងសង្វរៈណាសង្វរៈនឹងកើតមានហើយសង្រួមហើយមានសិលបរិសុទ្ធហើយដើម្បីអីដើម្បីនឹងរារាំងមិនឲ្យតណ្ហានឹងឲ្យតណ្ហានឹងគ្របដណ្ដប់ធ្វើឲ្យចិត្តក្នុងឯងជាប់ទៅក្នុងអារម្មណ៍នឹងជាប់ទៅក្នុងអារម្មណ៍នឹងបើមិនមានសតិនិងមានបញ្ញាដើម្បីបិទរក្សានៅទ្វារទាំង5នោះឲ្យបានល្អទេវាមិនអាចនឹងរក្សានៅទ្វារមួយនោះឲ្យបានចិត្តមិនឲ្យតណ្ហានេះកើតឡើងមិនឲ្យតណ្ហានេះកើតឡើងបើរលឹកមិនទាន់ដឹងមិនទាន់ទេរូបនេះពេលណាដែលកាន់ហើយកាន់យកនៅនិមិត្តនិងអនុញ្ញញ្ញៈការកាន់យកនិមិត្តនិងអនុញ្ញញ្ញៈនេះដែលធ្វើឲ្យភ្លាំងផ្លត់នៅសតិភ្លាំងផ្លត់នៅសតិបើភ្លាំងផ្លត់នៅសតិហើយធ្វើឲ្យសតិលែងនឹងនៅហើយដោយសារអំណាចនៃការញាប់ញ័រការប្រព្រឹត្តទៅពេលណាដែលមិនមានសតិនិងមានបញ្ញាទេចិត្តនឹងវាតោងទាញនៅក្នុងអារម្មណ៍ហ្នឹងគឺអបិជានឹងទោមនស្សហ្នឹងហើយអបិជានឹងទោមនស្សហ្នឹងឯងហើយដែលធ្វើឲ្យលោកនេះប្រព្រឹត្តទៅជាទុក្ខនោះបានប្រព្រឹត្តទៅជាទុក្ខនោះបានមិនអាចនឹងរលាស់ចោលទៅក្នុងលោកនេះឲ្យផុតចាកអំពីទីអាស្រ័យនៅមានោះបានទេយ៉ាងហើយការបិទនេះមិនមែននាំគ្នាបិទភ្នែកបិទត្រចៀកបិទច្រមុះលែងមើលលែងឮលែងធំក្លិនលែងដឹងរសលែងអីទេគឺដោយអំណាចនៃសតិនិងញាណនឹងឯងយ៉ាងសតិនេះជាទ្វារបាល់សតិនឹងជាទ្វារបាល់អ្នករក្សានៅទ្វារហ្នឹងបើរក្សាបានល្អត្រឹមត្រូវហើយមិនឲ្យសត្រូវហ្នឹងចូលក្នុងនគរបានទេចូលនៅក្នុងនគរដែលប្របាទចិត្តរាជនៅសោយរាជនឹងបានទេដោយសារអំណាចនៃឆ្មាំហ្នឹងវាឆ្លៀសវៃមានបទពិសោធន៍បានត្រឹមត្រូវម្លោះឲ្យមិនឲ្យសត្រូវនឹងចូលមកក្នុងនគរហ្នឹងបានទេនេះរបៀបនៃការបិទនៅទ្វារហ្នឹងហើយសត្វសន្សងនេះជាភាវៈជាភាវៈដែលចិត្តប្រព្រឹត្តទៅក្នុងនគរកាយនោះគឺចាប់ឲ្យជាប់នៅការយល់ខុសនៅការប្រកាន់ខុសនិងការសម្គាល់ខុសនៃចិត្តនោះព្រោះចិត្តនឹងវាអាស្រ័យនៅក្នុងដំបូកគឺរាងកាយនឹងឯងហើយដំបូកនៃរាងកាយនឹងហើយដែលវាប្រព្រឹត្តទៅប្រកបទៅដោយសេចក្តីទុក្ខទោមនស្សរបស់សត្វទាំងឡាយដែលកើតហើយអាស្រ័យនៅក្នុងរូបនោះអាស្រ័យមានចិត្តអាស្រ័យនៅក្នុងរូបនោះមិនដែលនឹងធ្វើឲ្យចិត្តនោះមានសេចក្តីស្ងប់ឡើយស្ងប់ឡើយយ៉ាងភាវៈនៃសត្វសន្សងនោះគឺតំណាងនៃការប្រកាន់ខុសនៃការសម្គាល់ខុសការយល់ខុសនឹងឯងការប្រកាន់ខុសបានដល់អីបានដល់មានអ្នកហ្នឹងមានអ្នកហ្នឹងមានភារកិច្ចក្នុងការប្រកាន់ចុះការយល់ខុសមានដល់ទឹកថេហ្នឹងណាការសម្គាល់ខុសបានដល់អីបានដល់តណ្ហាហ្នឹងឯងតណ្ហាទាំង3ហ្នឹងដែលយើងសិក្សាដែលធ្វើឲ្យមិនរួចផុតចាកចិត្តដែលនៅក្នុងកិលេសវិបស្សនូបកិលេសនោះដោយសារតែអំណាចធម៌ទាំង3ហ្នឹងឯងប៉ុន្តែបើធម៌ទាំង3ហ្នឹងទ្រោមចុះពេលណា
ទ្រោមចុះពេលណាមិនមានការប្រកាន់ជាប់ដូចជាឧភាសោនេះជាដើមរួចបានដោយសារតែណាពេលណាដែលសត្វបានកើតហើយនៅពន្លឺហ្នឹងសម្គាល់ថាយ៉ាងម៉េចសម្គាល់ថាពន្លឺនេះកើតហើយណាអញកើតពន្លឺហើយកើតពន្លឺហើយភាពអស្ចារ្យនៃការជាប់ជំពាក់នៅក្នុងអារម្មណ៍ហ្នឹងធម៌ទាំង3ហ្នឹងកើតហើយបងមានការប្រកាន់មានការយល់ខុសមានការសម្គាល់ខុសថានេះជាសេចក្តីសុខនេះជាអស្ចារ្យជាអស្ចារ្យដែលធ្វើឲ្យចិត្តរបស់យើងនឹងតោងទាញនៅក្នុងអារម្មណ៍ហ្នឹងណាតោងទាញនៅក្នុងអារម្មណ៍ហ្នឹងហើយមានភាពល្អិតស្រួលនៅក្នុងអារម្មណ៍ហ្នឹងអត់មានបញ្ញាពិចារណាដើម្បីឲ្យឃើញទោសណាឃើញទោសនៃសេចក្តីប្រកាន់នៃការយល់ខុសនិងសម្គាល់ខុសនោះទេអញ្ចឹងបានការដែលប្រព្រឹត្តទៅការតាំងនៅក្នុងសមាធិបើមិនបានត្រេះរិះពិចារណាចាប់ឲ្យជាប់នៅសេចក្តីប្រកាន់នៅសេចក្តីយល់ខុសនិងសម្គាល់ខុសទេធ្វើឲ្យចិត្តរបស់យើងនោះមិនរួចចាកនៅក្នុងខណ្ឌបញ្ចកៈនោះឡើយមិនរួចចាកនៅសកាយៈសេចក្តីប្រកាន់នៅក្នុងខណ្ឌទាំង5នោះទេជាប់នៅក្នុងសកាយៈហ្នឹងដែលជាប់ក្នុងហ្នឹងអញ្ចឹងបោតលៈហ្នឹងលោកគ្រាន់តែបានជល់នឹងហើយលោកមានពិធីចាស់នៅកាត់សន្សំជាភាវៈនៃធម៌3ហ្នឹងអស់ពេលណាហើយមានវិបស្សនាកើតឡើងហើយធ្វើឲ្យចិត្តរបស់លោកនោះរួចចាកចេតោវិមុតតិបញ្ញាវិមុតតិនេះណាបញ្ញាវិមុតតិនេះដោយសមោឆេតបហានៈអត់មានសេសសល់នៃសយោជនៈទាំងឡាយ10យ៉ាងនោះអត់មានសេសសល់ទេយ៉ាងជាសម្មណៈទី4ជាសម្មណៈអស្ចារ្យណាស់ដែលត្រូវសិក្សាចម្រើនបដិបត្តិមានព្រះអានាបានសតិជាដើមនេះដើម្បីបង្ហាញថាបើមិនដកនៅធម៌នោះទេតើធ្វើដូចម្ដេចនឹងអាចចម្រើននៅសមថកម្មដ្ឋានវិបស្សនាកម្មដ្ឋាននេះដើម្បីឲ្យត្រូវត្រង់ទៅតាមបដិបទានៃពាក្យទូមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធដែលបានសម្ដែងសម្រិតសម្រាំងទុកជាប្រយោជន៍ដល់សពសត្វទាំងឡាយមានសេចក្តីទុកហើយពេលណាដែលមានសតិបញ្ញានឿយណាយអំពីសេចក្តីទុកហើយមកយកនៅសាសនៈប្រមចរិយធម៌ជាទីពឹងជាទីរលឹកជាទីពឹងជាទីរលឹកនៅក្នុងបញ្ញាដ៏ឧត្តមដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងឲ្យនោះដើម្បីអីដើម្បីជាប្រយោជន៍ក្នុងការឲ្យបានសម្រេចទៅជាអរិយបុគ្គលប្រយោជន៍នេះសង្គ្រោះឲ្យរួចចាកផុតអំពីសេចក្តីទុក្ខដោយអំណាចនៃចិត្តបរិសុទ្ធហើយបានសម្រេចនៅមគ្គផលតាំងពីសោតាសកតាអនាគានិងព្រះអរហន្តនោះឯងនេះប្រយោជន៍ដ៏ធំធេងណាស់បើមិនទាន់ដល់នឹងទេជាតថធម្មិកប្រយោជន៍ដែលទទួលបានរសជាតិនៃពធដោយសេចក្តីស្ងប់ផុតចាកនៅកិលេសមានបរិយុទ្ធាននៃកិលេសនេះជាដើមមានឈានសម្រាប់សម្រានអរិយបទឲ្យប្រព្រឹត្តទៅក្នុងការបំពេញបន្តទៅទៀតបន្តទៅទៀតមួយគណៈនឹងចិត្តទៅហើយបច្ចុប្បន្ននេះទៅទទួលនៅប្រយោជន៍នឹងហើយទៅបរលោកមុខសម្បរាយិកតប្រយោជន៍ជាប្រយោជន៍ដ៏ធំធេងដល់បុគ្គលទាំងឡាយដែលមានដំណើរមានឧបនិស្ស័យបានជួបនៅក្នុងពធហើយចិត្តនេះប្រកបទៅដោយកុសលធម៌ដែលប្រព្រឹត្តទៅកុសលនេះជាធម៌ឆ្លៀសកុសលេធម្មេនៈ
ធម៌ដែលប្រព្រឹត្តទៅប្រកបទៅដោយឆ្លៀសវៃទៅអាចតាំងនៅក្នុងកុសលបានណាកុសលនឹងបានអញ្ចឹងការសន្សំនៅកុសលនេះជាប្រយោជន៍ដល់យើងដែលបានស្ដាប់យល់ចូលចិត្តនៅក្នុងពុទ្ធវចនៈនៃពាក្យទូមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធទៅសោយនៅសេចក្តីសុខសម្បរាយកថាប្រយោជន៍ទៅក្នុងលោកខាងមុខនោះណាលោកខាងមុខនោះហ្នឹងហើយបើត្រឹមសោតតាសោតតានេះជាឯកពីជីទៅលោកបានធម្មជាតិហ្នឹងទៅលោកបរិនិព្វានទៅទៅបានជាកោលហឡੰទៅ3ជាតិឬក៏2ជាតិទៅកើតទេវតាមកមនុស្សវិញហ្នឹងក៏ទៅបានសម្រេចញាក់ផលទៅចតតិតំ7ជាតិទៀតក៏បានសម្រេចទៅសកតិអនាគាតាមលំដាប់តាមលំដាប់ដូចជាអនាគាជាដើមលោកទៅសម្រាប់ស្រួលនៅព្រំបរិនិព្វាននៅព្រំនឹងទៅណាបរិនិព្វានទៅព្រំនឹងទៅតាមកម្លាំងបុណ្យរបស់លោកដែលបានសន្សំនោះឯងទៅបរិនិព្វានហ្នឹងក៏មានទៅមួយទៀតជាបរមត្ថប្រយោជន៍ណាបរមត្ថប្រយោជន៍សាធុជនទាំងឡាយលោកមានឧបនិស្ស័យច្រើនបានសម្រេចមគ្គផលត្រូវបានទទួលនៅបរមត្ថប្រយោជន៍ណាជាឧត្តមប្រសើរគង់ពោះត្រូវបានសម្រេចនៅព្រះនិព្វានក្នុងភ្លាមទៅលៀនភ្លាមទៅនេះជាគុណជាតិមួយដែលព្រះអង្គទ្រង់បានសម្រិតសម្រាននៅពធវិន័យរបស់ព្រះអង្គដែលប្រោសប្រទានដល់បុគ្គលដែលមានសេចក្តីនឿយណាយនៅក្នុងសង្សារវដ្តនេះហើយបានមករកនៅពធជាទីពឹងជាទីរលឹកតែនឹងបានទៅហើយជាប្រយោជន៍ដ៏ឧត្តមចឹងហើយបានប្រទាននាមនៃព្រះសម្មាសម្ពុទ្ធថាសត្ថាទេវមនុស្សានឹងព្រះអង្គជាគ្រូនៃមនុស្សនិងទេវតាត្រង់ព្រះអង្គមានគុណដ៏ឧត្តមឧត្តមរកប្រយោជន៍ក៏ដល់មនុស្សទេវតាហ្នឹងឲ្យរួចចាកអំពីសេចក្តីទុក្ខបានបើសត្វទាំងឡាយប្រាថ្នានៅសេចក្តីសុខសេចក្តីចម្រើនមករកទីពឹងទីរលឹកនៅក្នុងពធវិន័យបានសិក្សារៀនសូត្រប្រព្រឹត្តបដិបត្តិអប់រំកាយទូមានចិត្តនឹងបានល្អហើយតែងទទួលបាននៅសេចក្តីសុខសេចក្តីចម្រើនផុតចាកអំពីបាបកម្មពាវរាហ្នឹងហើយបាបកម្មពាវរាអំពីទុក្ខទោសទាំងឡាយដោយសេចក្តីស្ងប់នៅក្នុងចិត្តហ្នឹងដោយអំណាចនៃគុណនៃពធអនុគ្រោះដែលបុគ្គលនឹងនឿយណាយឃើញនៅសេចក្តីទុក្ខឃើញនៅសោកឃើញនៅភ័យនៅក្នុងសង្សារវដ្តបានជួបភ្លាមផុតចាកអំពីសោកផុតចាកអំពីភ័យផុតចាកអំពីទុក្ខភ្លាមផុតចាកអំពីទុក្ខភ្លាមយ៉ាងដំណើរបានរកនៅទីពឹងទីរលឹកនឹងប្រសើរណាស់ប្រសើរគង់ពោះរកអ្វីមកព្រៀបចំពុំបានទេហ្នឹងហើយដោយសារតែឧបនិស្ស័យរបស់លោកបានសន្សំជាច្រើនសំគួរនឹងបានជួបនឹងសប្បុរសពោលគឺព្រះសម្មាសម្ពុទ្ធដោយជាជោតកសិទ្ធិនេះញាតិញោមឮស្រាប់ហើយជាសិទ្ធិមួយដែលមានទ្រព្យសម្បត្តិក្នុងអស្ចារ្យណាអស្ចារ្យណាស់ប្រាសាទរបស់លោកប្រាសាទកែវមរកតនេះសំបីតែប្របាទអាជាសតុជាស្ដេចគ្រប់គ្រងក្នុងនឹងនៅតែចំណែនលោកទៀតនេះលោកធម្មសិទ្ធិផងប៉ុន្តែឧបនិស្ស័យរបស់លោកបាននេះតើនរណានឹងយកបានព្រោះផលអានិសង្សរបស់លោកដែលបានកសាងណាកសាងវណ្ណកុដថ្វាយព្រះពុទ្ធណាតាំងពីសម័យដល់យូរហើយអញ្ចឹងអានិសង្សនឹងត្រូវទទួលបានសំបីតែប្របាទអាជាសតុចង់បានទៅដណ្ដើមទៅដណ្ដើមបានទេតើបានទេហើយប្រាសាទនោះឯងមានទេវតាមានពួកកំផន់មានពួកយក្សថែរក្សានឹងបុណ្យរបស់លោកទៅមិនបានជួបលោកផងទេជួបសក្ខីផងទេហ្នឹងហើយ
còn ta khơi ta xa năng phụ ác mà nung năng việc lọc một lắm việc khơi rút năng việc khla cho hai việc khla cho hai đại ẩm nai phụ tê bà ta chẳng lại năng phơ ai của ba ta chia sự tốt năng hiên chứ bằng phòng hiên sẽ đa hơn phòng màu bên ta nhọt nhỏ được nông chật bàn chuộc nơi chô tịch cạ thay năng cổ xua riệp rọp sọp rụp bài chàng chỉ rương năng tư cu ơi khmah sự thay năng đấy khmah ná ai cách tầng năng còn để chuộc vẹn cả đá play ri rạp chơn rương năng bật tê đo để chô tịch cạ sự thay năng lục miên bánh nhaติจารณาเจ้าคืนท่าอีสมไปแต่ปริเชียประกอบแต่ดอยโลกเพียนั่งฮะตรอบสมบัติปนังหายในแต่โลกเพียรุ่งเช็ดนั่งฮะอ้อยจังบานเราบอกเกตติอาไปเชียสำลังเคยนั่งจะในนั่งเตียดเพื่ออ้อยโลกมันเติร์ได้ไอ้เติร์ตอกสลัดนั่งโลกเพียนั่งตอกสลัดนั่งโลกเพียนั่งไอ้ดอกแต่เคยเรื่องไรนั่งบานเติร์สำนักเติร์ประจาครัวหน้าแต่ลบหมอไฟกุ้มเปรสมาจำปุดดับใบหนังบานจุ่มเรียบเรื่องนั่นไอ้ดอกมอเมียนอุปนิสัยก่อนจะประพฤติหลบตู้เมียนติดตัวเพื่ออ้อยโจตกะสิไทยเมียนเสียที่เรียกพระบัวเติร์นั่นไงเนี่ยตรอบสมบัติมาลังหายประสาทปนังหายโดยจะโลกเตรีพิจารณาเคยโตในโลกแค่นั่งบ่โลกแค่นั่งไงนั่งประบาดเจียสโตได้จะสตาร์เมียนโลกแค่นั่งกรอนแต่ปนังก็ลึกกอบต่างวงต่างวายเติร์บังเติร์ดาวได้นั่งหายโลกพิจารณาในโลกแค่จักรบาลโลกนั่งได้กลวนมันตอนอ๋อเติร์กูไอ้ไพ่กูไอ้ตอกสลัดเด็กกูไอ้ตอกสลัดยังหายก็เมียนสุดที่เชียบคลาดวายกุมปองส้มบัวจะมองเดิมนั่งไอ้บัวเติร์บัวได้ออกปะในใจตัวเติร์บ้านสมรัยนะปัจจาปนังตรอบสมบัติปนังอ๋อจาปนังโดยโยกับประมาณได้เติร์บ้านสมบังจุดโป้นังบาดมวยบังจุดโป้นังบาดมวยหายแต่ตัวมรดกในปัจจุบันนั้นก็เกี่ยวไปเจ้านะดำไปไอ้พระเจ้าอัมพีไพเจ้านั่งใส่กระไดตกจังลายนุบานตรำแต่บังจุดโป้นังบาดมวยคุ้มกรองให้ยังในพระมจริยพอเอาบานสำรัยมาล้อให้เล่นเมียนประสาทเล่นเมียนไอ้กำอ้อให้nơi chỉ sọc chỉ nê cả mẹ sọc vợ sầm phô thì sọc nòng cá trăng đăng được nóng ta chật hoa nòng ai vợ chỉ tí ọt tới nơi thì đầy tục ta ọt trà chẳng na như được ọt trà chẳng na nữa ọt trà na thì đầy sọc được nòng của Phật cha na này lư tầm năng tới đó lỗ đó chuyện đó là thầy năng ạ lưu thấy ọt trà na mọt mùi để chốt cả sẽ thấy bùa tới nó á bùa tới mình nè thấy mình đài và xà phần tê ấy mình đài sầm nặng nông việc ọt trà pe trong bây giờ bà ở trên tổ trên đài nông chọn ban hơi ta mình lúc mình nia thom mà ta ta bật na chọn ban chẳng nào ai trên này lưu tầm năng đăng tao lỗ tao chuyện đần là sẽ thấy thấy nó mình thom mà ta đấy nó hiểu không miền nung miền mũi đọc nó gọiประสาทกว่าได้อำนาจในการบูชาถวายเพื่อเจียบกามันลินังเจียบปีเมียดำไปถวายในเจดีในเปรียตัวสุพลน้องจากสปะตัวสุพลนั่งอ่านเพียบตัวบอกกอดน้องปานอ่านสังแล้วต่อดอกนุ่มมีปนังปนใจในแต่จะสายกุ้นตัวบอกชูตัวกะสิไทยต้องไปออกจาในการพอกลาไหนในประสาทใจมรกตนั่นไงจะออกจาเชียงกอดนั่นไงตอนนักเพื่อนใจป่าไฮโจตกะสิไทยปั่นนั่งหายอาตมาอันใจแต่จะสร้างปีกุณสมบัตินั่งตรอกสมบัติบนระบากวนปนแต่เลยในโลกเรียกมองสมบัติดอกเกปัตนาจะสร้างปั่นนั่งตึกบัวกาเจ้าตึงหอมาทำอันเงียนสมบัติติดตัวในตึงกาเด้เติมเกได้เนี่ยอุปนิสัยเมียนในคลองปะท้อยังจัดนั่งได้ตักสลัดหนึ่งเนื้ออำเภอได้ชี้อากุศลนั่งน่ะ
nhăn ai chỉ vứt nâng bàn một thì phân ti là lắc sầm nặng chỉ môi nâng pre sầm ma tam phốt còn tại ô bạ này say nâng mình thòm ra đấy có ô bạ này say nâng phung phun na còn tại sầm pinh bò rồi bô sầm cua nâng pre sầm ma tam phốt bà ông prao bật tiền ai khai chia bị khô mùi bà ông ai còn tại côn là thò chia pre là hòn nó ta là hòn nâng lục miên côn đầm lay thầm tại băng chụp po ba nâng thế côn là thò rồi bọc quạt để ruột cha ông tí xây cái đầy tốc đầy ẩm nai này à đây giờ mẹ à đấy dục họ nó họ nè cua chỉ ti chỉ đặt là này cho từng ngòm chơi chơi chỉ chơi một đòn nâng cua thế có cua na về na sẽ tết bánh nha nâng cài miền có sẽ tết bánh nha nâng cài miền trong thì chạy trong thì ní cứ đại khát nông ca chấm ra bạn để bạn đầm bay phơi ở qual trâu nó ắt miền ấy cài ẩm pi cả đặt nơi tật hệ nắng miền nè thế có tật hệ ní ắt na có tật hệ ní ắt na ai riêng của thâu chân chỉ thăm mà đa ni mình nghi nâng đo nơi sự cái tật hệ ní thế có sự cái tật hệ nâng đo ban tăng tí sao ta nâng lục lẹ đòi sự môi chết tập hàn chẳng nơi sự cái tật hệ ai có thâu chân dương nâng ở tê nơi tu tư dân con tê nhạc là bàn sầm cọt bàn dân từ sầm cọt bàn trôm chọc này sự cái tật hệ để bạc can nước nóng ô ba tiếng là bánh nhạc khan nê rụp anh gây tận nia anh chanh nha anh sang tha anh về nhiên anh nâng anh nếu phải chọp dân có về na để mình toàn nơi sự cái tật hệ về na để à rây ở mẹ mình toàn cái đàm đấy chốt cắt nơi sự cái tật hệ đò rạp na tế đò rạp nâu sự cái tật hệ nơi tế bạc cắn sát bọc cô đò đài tô bây chỉ dương cô tha còn thể sát còn thể bọc cô ni còn thể chia vạch chân nạ này cả cô tử đòi sự đây chỉ là môi cả nạ chất để crop đật đọt xong cót tờ lỡ sự cái tật hệ nâng bàn nâng này bao giờ sát chẳng lai ắt miên sở tệ miên pan nhá ăn vô tha rụp về tình yêu sang nhà sang kha về nhiên nâng giảng mạch phong nâng ná lo hỏi chọp trơn krach krach chọp cả nà mình nghĩ nâng lẹt bàn tê đôi chìa sự cái tật hệ này nâng anh việc chọp một vì ná nè việc chọp một vì rực cô này lô phẹt nâng chỉ rực cô lại nè chỉ rực cô để nó mà cái nơi sẽ cái thực hệ nâng mình ái lẹ bằng một bàn thực hệ này mình men tại phần năng tê thực hệ đây của ông công sân đây nó lỗ đòi học sập pi thực hệ nó học sập pi thực hệ nó còn ở miên thực hệ kia mà cha thực hệ bay tiết nên nát được cả thực hệ hết được cả thực hệ cái gì vậy thực hệ nâng ắt chọp na bơ mình niên giật tết mình niên phản nhà vợ trong từ nâng hơi bờ giật chẳng lại mình toàn ban nơi tất hệ bị sọt thị sẽ cái đây át bò để sọt lòng ca bị cha rồi nà hơi chạy bạc nâu rút vật hoa niêm mà hoa nô oi bàn chạy bạc thế tất hệ ni nâu miên đò rạp nông anh phân tế bàn khơi hơi banពិចារណាហើយបានតាំងហើយដោយអំណាចនៃបញ្ញាក៏អាចសង្កត់សង្កិននៅទិដ្ឋិនេះឲ្យបានស្អាតបរិសុទ្ធមកឡោះឲ្យដំណើរនៃកុសលដែលប្រព្រឹត្តទៅក្នុងកុសលកម្មបទទាំង10នោះអញ្ចឹងមានមច្ឆាទិដ្ឋិគឺជានិច្ចតមច្ឆាទិដ្ឋិហ្នឹងទាំង3ហ្នឹងណាដែលជាប់ដែលជាប់để chọp ấpនៅក្នុងចិត្តរបស់សត្វនោះនេះជាទិដ្ឋិហ្នឹងទិដ្ឋិយើងចេះតែសង្កត់ចឹងទៅទិដ្ឋិនឹងការយល់ខុសនោះហើយយើងជាពធជនហ្នឹងវាធ្ងន់ទៅដោយអារម្មណ៍ហ្នឹងធ្ងន់ទៅដោយកិលេសហ្នឹងតិចយល់ត្រូវតិចយល់ខុសទៅថ្ងៃណាបានប្រាស់ដឹងថាងាយទេ
Chẳng ấy bạn dư ta không chùm ra bạc để bắtในក្នុងពធនឹងលឺសម័យពុទ្ធកាលគ្រាន់តែស្ដាប់ពធតែមួយគាថាកលះគាថាត្រូវបានសម្រេចប៉ុន្តែបញ្ញារបស់លោកសន្សំវាច្រើនមកត្រូវកាត់ផ្ដាច់នៅពេលគណៈចិត្តដែលកំពុងតែស្ដាប់នឹងឯងសទ្ធានោះប្រកបទៅដោយអចលសទ្ធាតាំងមមឯសទ្ធារបស់យើងនេះជាអញ្ញាណជួនកាលតាមទៅគ្នាចឹងទៅសង្ស័យញាណនឹងមានសេចក្តីសង្ស័យមិនទាន់ជ្រះមិនទាន់ស្រឡះដោយអំណាចនៃវិជេកឆានឹងមច្ឆាញាណជាប់នៅក្នុងមច្ឆាទិដ្ឋិនឹងម្ល៉េះហើយមិនងាយនឹងកាន់បាននៅក្នុងសមាញាណបាទណាសមាញាណដែលជាសទ្ធាប្រកបទៅដោយអចលសទ្ធាសទ្ធានឹងអត់កម្រើកកាត់នៅមច្ឆាទិដ្ឋិនោះបានគឺចាប់ពីសោតានេះទៅណាចាប់ពីសោតានេះទៅជាអចលសទ្ធាណាសទ្ធានឹងលែងកម្រើកហើយយើងទាំងអស់គ្នានេះជាចលសទ្ធាហ្នឹងហើយថ្ងៃណាសបាយនៅក្នុងពធទៅប្រឹងប្រែងថ្ងៃណាដែលមិនសបាយទៅដូចមកជើអញហ្នឹងហើយទុនដៃទុនជើងនឹងយ៉ាងមួយយ៉ាងនោះមួយទៅកលេសដែលគ្របសង្កត់ចិត្តរបស់ជើងនឹងលែងឃ្លាវខ្លាលែងមានចិត្តស្ទុះស្ទាដោយអំណាចនៃតិចទៅកោសជាច្អូសកាយច្អូសចិត្តទៅក៏ធ្លាក់ទៅថ្ងៃណាក៏ឡើងវិញទៅម្ល៉េះហើយមិនទាន់បានរឹងមាំតាំងមាំនៅក្នុងចិត្តដែលប្រព្រឹត្តទៅក្នុងការដុតកំឡោចនៅកិលេសឲ្យប្រព្រឹត្តទៅជាប្រក្រតីនោះពុំទាន់បានឡើយនេះហើយជាទិដ្ឋិហើយបងទិដ្ឋិហើយទិដ្ឋិនឹងឯងបើមិនមានទិដ្ឋិវាប្រកបទៅដោយមាននេះជួនកាលវាប្រកបដោយទិដ្ឋិបើមិនប្រកបដោយទិដ្ឋិប្រាជ្ញាទិដ្ឋិប្រកបដោយមាននេះប្រកបដោយមាននេះបើប្រកបទៅដោយមាននេះនៃការចម្រើននៃការបដិបត្តិនៅក្នុងពធនោះមិនងាយនឹងពាល់ត្រូវនៅក្នុងគុណធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងអំពីចិត្តវិសុទ្ធិស្អាតបរិសុទ្ធនៅក្នុងអង្គនៃឈាននៅក្នុងឧបចារៈនៅក្នុងអបណាឈាននោះទេនេះដោយសារអំណាចនៃមានអ្នកនឹងបានមានអ្នកនឹងជាគ្រឿងសង្កត់របស់ចិត្តនោះណាដែលប្រព្រឹត្តទៅជាប្រក្រតីតែជាជាប់ហើយនៅមានអ្នកហ្នឹងហ្នឹងហើយដល់តែយើងបានស្គាល់នៅអង្គនៃធម៌មួយចឹងទៅងាយស្រួលក្នុងការត្រេះរិះពិចារណារលឹកទៅក៏ឃើញថានេះជាកុសលនេះជាអកុសលចិត្តប្រព្រឹត្តហើយទៅដោយលោភៈចិត្តប្រព្រឹត្តហើយទៅដោយទិដ្ឋិចិត្តប្រព្រឹត្តហើយទៅដោយមានអ្នកគួរធ្វើដូចម្ដេចដើម្បីនឹងខ្ចាញ់ខ្ចាលនៃចិត្តដែលវាតែងជាប់អារម្មណ៍ដោយលោភៈធ្វើដូចម្ដេចតែងតែបង្ក្រាបចាញ់ចាលទុញផ្ទាល់ចិត្តដែលនៅប្រកាន់ទៅដោយទិដ្ឋិធ្វើដូចម្ដេចដើម្បីជាឧបាយក្នុងការក្របនៅចិត្តនោះសង្កត់នៅចិត្តនោះឲ្យព្រមទៅមោហៈនេះបានណាមានសតិមានបញ្ញានឹងជាឧបាយណាស់សម្រាប់ដោះចិត្តរបស់យើងក៏ដោះបន្តិចម្ដងទៅមិនទាន់បានដោះឲ្យដាច់ជាសមុច្ឆេទបហានេះគ្រាន់តែគ្របដណ្ដប់មានស្មារតីប្រុងប្រយ័ត្នមានស្មារតីទទួលខុសត្រូវដើម្បីរក្សាចិត្តនឹងឲ្យតាំងនៅក្នុងកុសលជាប្រក្រតីណាជាប្រក្រតីបើមិនចឹងទេចិត្តរបស់យើងនឹងមិនអាចដោះចេញអំពីអន្តៈនៃមានឹងបានទេបើអន្តៈនៃមាយើងគិតមកបានពិចារណាមើលបានអារម្មណ៍របស់យើងហ្នឹងវាជាប់ទៅដោយអន្តៈមានឹងស្រឡាញ់ស្អប់នឹងគ្រប់ទៅពេលបងតើគួរឲ្យភ័យទេណាបើមិនទាន់អស់នៅសកាយទិដ្ឋិទេសត្វទាំងឡាយមិនទាន់ផុតចាកអំពីការភ័យខ្លាចឡើយពីព្រោះអីទ្វារអបាយនៅបើកណាបើមិនទាន់អស់នៅសកាយទិដ្ឋិទេសត្វទាំងឡាយនឹងមិនអាចឲ្យផុតចាកអំពីសេចក្តីភ័យខ្លាចក្នុងអបាយទេពីព្រោះទ្វារអបាយនឹងនៅបើកប៉ុន្តែបើអស់នៅសកាយទិដ្ឋិបានទ្វារអបាយនឹងបិទហើយសោតានឹងទ្វារអបាយនឹងបិទហើយ
ដល់តែជាប់នៅទ្វារអបាយហ្នឹងណាទ្វារនៅក្នុងអបាយហ្នឹងនោះបែរទេរិឆានអសូរកាយតើចិត្តរបស់យើងហ្នឹងវាដោះចេញអំពីសំណាញ់នៅមានៅអភិជានឹងតោមនោអភិជាហ្នឹងរំបីចូលចិត្តហ្នឹងជាបាតៈហ្នឹងវាស្អប់នឹងឯងហ្នឹងនៅជាប់នៅក្នុងអារម្មណ៍នឹងឯងណាក៏ជាប់នៅក្នុងអារម្មណ៍នឹងឯងដែលធ្វើឲ្យយើងមានសេចក្តីកក់ស្លុតភ័យខ្លាចអំពីដំណើរការប្រព្រឹត្តទៅនៃវដ្តនេះណានៃវដ្តនេះព្រោះដំណើរនៃវដ្តដែលប្រព្រឹត្តទៅក្នុងភូមិទាំង3នេះសិតតែជាលំនៅរបស់មាទាំងអស់បានន័យថាជាលំនៅដែលកើតហើយនៅក្នុងខណ្ឌទាំង5តែងតែមានហើយនៅជារៀបជាធិនិងមរណៈមានសេចក្តីទុក្ខប្រព្រឹត្តទៅជាប្រកបដីយ៉ាងហើយបានយើងសិក្សាយល់អំពីពធនឹងធ្វើឲ្យចិត្តរបស់យើងនឹងឯងរឹតតែមានសតិមានបញ្ញាប្រុងប្រយ័ត្នឲ្យកាន់តែច្រើនទៅបើយើងអត់បានសិក្សារៀនសូត្រអត់មានសតិនិងបញ្ញាតើដំណើរនៃជីវិតរបស់យើងនឹងចេះតែសប្បាយចេះតែរីករាយចឹងទៅប៉ុន្តែអត់ដឹងថារីករាយនៅក្នុងអីណាអត់ដឹងថារីករាយក្នុងអីតើការរីករាយរបស់យើងដែលប្រព្រឹត្តទៅមួយថ្ងៃហ្នឹងអាចរកទីពឹងទាបមរណាបានទេអាចប្រព្រឹត្តទៅកាន់យកនៅសុគតិបានទេដំណើររួចផុតចាកអំពីអបាយនោះទេអាចយកទីពឹងបានជួបពុទ្ធពធប្រសង្ឃទៀតទេយាយមទៀតទេតើអាចនឹងបានសិក្សាបប្រតិបត្តិនៅក្នុងសមថកម្មដ្ឋានបស្សនាកម្មដ្ឋាននឹងបន្តដើម្បីបណ្ដុះនៅឧបនិស្ស័យនឹងច្រើនទេតើនឹងបានសិក្សាអប់រំបណ្ដុះនៅសិលសមាធិបញ្ញាទៅតាមសាសនាព្រហ្មចរិយធម៌នឹងបានទេប៉ុន្តែពេលណាដែលយើងសិក្សាហើយមានសតិមានបញ្ញាទើបអាចប្រម៉ែប្រមូលទាញចិត្តរបស់យើងប្រព្រឹត្តក្នុងផ្លូវនៃបដិបទាជាមជ្ឈិមាបដិបទាហ្នឹងខំទុកចិត្តខំតម្កល់ចិត្តណាទុកចិត្តទុកកាយទុកអារម្មណ៍ប្រព្រឹត្តដោយអំណត់អត់ធន់ខន្តីគ្រប់ពេលគ្រប់វេលានេះណាគ្រប់ពេលគ្រប់វេលានេះណាល្អណាស់នៃការសិក្សានេះព្រះអង្គទោះបីជាយើងមិនទាន់បានសម្រេចមគ្គផលមែនប៉ុន្តែយើងដឹងថាបច្ចុប្បន្នភាពនេះយើងកំពុងតែទូមានកាយកំពុងតែទូមានវាចាកំពុងតែទូមានចិត្តកំពុងតែគ្រប់គ្រងកាយវាចាឲ្យមានសិលកំពុងតែគ្រប់គ្រងនៅចិត្តនោះបានតម្កល់នៅក្នុងអារម្មណ៍តែមួយជាកុសលដោយមានសតិនិងបញ្ញាសូម្បីតែយើងធ្វើកុសលរាល់ពេលនេះញាតិញោមបើមិនមានសតិមានបញ្ញាទេតើនឹងមានអីទៅរលឹកដឹងថាអាត្មាអញធ្វើបុណ្យនឹងបានបុណ្យនោះហ្នឹងឯងអត់ដឹងទេជួនកាលធ្វើឲ្យពីបព្វចេតនាពីខាងដើមត្រេកអរទៅចាអមញ្ញនៈចេតនាកំពុងតែធ្វើនេះបន្តិចភ័យខ្លាចភ្ញៀវអត់បន្តិចខ្លាចគេខំខ្លាចគេមិនគ្រប់មិនក្រំវាខ្វល់វាខ្វាយអបរាបរចេតនាហត់ពេកជាឡាធ្វើតែអញសោះហើយណាធ្វើតែអញហ្នឹងហើយអញធ្វើបុណ្យម្ដងហ្នឹងរៀងហើយឈប់ធ្វើបុណ្យហើយធ្វើអីទៀតហ្នឹងហើយអបរាបរចេតនាអស់លីងដោយសារយើងគិតថាធ្វើនឹងវាខ្វល់ខ្វាយពេកវាពិបាកពេកវាហត់ពេកវានឿយពេកបន្តិចទៅនេះបន្តិចទៅនោះនេះជួយនេះជួយហ្នឹងហើយនោះប្រឹងឲ្យម្លោះឲ្យមិនចាយអកុសលនឹងវាចាប់ចិត្តយើងទាញទៅអស់លែងរីករាយត្រេកអរដល់តែធ្វើបុណ្យឲ្យទៅចប់បុណ្យណាអាងឈប់ធ្វើអញ្ចឹងបានន័យអីមិនណាសតិបញ្ញាពិចារណាទៅការធ្វើរបស់យើងហ្នឹងអត់បានអប់រំចិត្តឲ្យបានល្អទេចុះបើអត់មានសតិមានបញ្ញាដឹងតែបានធ្វើប៉ុន្តែមិនប្រកាសថាបុណ្យនឹងមានឬក៏មិនមានហ្នឹងហើយប្រកបទៅដោយកុសលឬមិនប្រកបដោយកុសលអាចយកជាទីពឹងទេពេលណាដែលធ្វើឲ្យអត់ជ្រះថ្លាផងហ្នឹងហើយធ្វើឲ្យតើតែជ្រះថ្លារីករាយអនុមោទនានៅបុណ្យកុសលហើយមានអី
មានសិលអាចរក្សាកាយវិចាររបស់យើងបានប្រព្រឹត្តទៅល្អមានមេត្តាតិចកាយតិចហើយការធ្វើទាននឹងពុទ្ធថាម៉េចថាបុគ្គលបានទូមានចិត្តហើយបានថ្វាយទានទៅបានផលហើយថ្នមកាយថ្នមវាចាទៀតដោយសារអីអនុគ្រោះដោយឃើញប្រយោជន៍ក្នុងការឲ្យទានហ្នឹងបាទអនុគ្រោះដោយសារបញ្ញាពិចារណាឃើញនឹងការឲ្យទាននោះបានបុណ្យបានកុសលហើយមានចិត្តមេត្តាផ្សព្វផ្សាយដល់ញាតិទាំងឡាយបុព្វការីមានមេត្តាបិតាជាដូនជាតាហ្នឹងមានមេត្តាចិត្តណាមានមេត្តាចិត្តអាណិតអាសូរដល់សពសត្វទាំងឡាយផ្សាយទៅឲ្យបានសេចក្តីសុខដូចខ្លួនយើងដែលបានទទួលនៅផលអានិសង្សក្នុងការបំពេញបុណ្យកុសលនេះដែរចុះបើយើងអត់បានផងទៅឲ្យណាកើតអត់កើតទេណាហ្នឹងហើយត្រូវមានសិលមានមេត្តានឹងបានអាចញ៉ាំងចិត្តរបស់យើងនឹងប្រព្រឹត្តទៅមានអានុភាពមានដៃជានេះត្រូវមានសតិនិងមានបញ្ញាសតិនិងបញ្ញាបាទសតិនិងបញ្ញាបានអាចរលឹកឃើញនៅឧបការៈនៃកុសលឬក៏អកុសលដែលមានឬក៏មិនមាននៅក្នុងចិត្តរបស់យើងមហាកុសលទាំងអស់នឹងហើយដែលកើតឡើងជាឧបការៈធ្វើឲ្យកុសលនឹងចេះតែចម្រើនដោយចាគានុសតិជាដើមចាគានុសតិជាដើមការលះបង់នៅទ្រព្យសម្បត្តិដើម្បីធ្វើទាននេះដោយមានសតិរលឹកថាអាត្មាអញបានលះហើយមិនជាប់ជាពាក់នៅមច្ឆរិយៈទានដែលអាត្មាអញបានធ្វើហើយផុតចាកអំពីសេចក្តីប្រមាទរីករាយត្រេកអរទៅតាមពុទ្ធិការបស់ព្រះសម្មាសម្ពុទ្ធបានទទួលនៅកាយវិចារចិត្តនេះប្រកបទៅដោយមេត្តាកាយជាកម្មមេត្តាវិច័យកម្មមេត្តាមនោកម្មនឹងល្អណាស់ណាល្អណាស់ទានអ្នកបានចែករំលែកតាំងពីបដិគិហកៈមានប្រសង់មានអ្នកដែលមានសិលសីលវ័នសីលវតីបាសកបាសិកាពុទ្ធបរិស័ទទាំងអស់បានច្រើនហើយនៃការចែករំលែកនៅបុណ្យកុសលដែលខ្លួនបានធ្វើហ្នឹងបានការដែលបំពេញបុណ្យនោះឯងជាហេតុនាំមកនៅសេចក្តីសុខដោយសារតែយើងធ្វើឲ្យបានតម្កល់ចិត្តជាកុសលហើយណាតែបានបុណ្យហ្នឹងជាតួនៃសេចក្តីសុខហើយចុះបើធ្វើឲ្យអត់បានសុខមានតែអត់បុណ្យណាមានតែអត់បុណ្យអញ្ចឹងមានបញ្ញានេះមានសតិនេះល្អណាស់ធ្វើតិចតួចយ៉ាងណាយើងអាចរក្សាបានរលឹកបានអញ្ចឹងរលឹកបាននេះជាឧបការៈហើយនៃការសិក្សារៀនសូត្របប្រតិបត្តិក្នុងការចម្រើនសមថកម្មដ្ឋានបស្សនាកម្មដ្ឋានដូចគ្នាបើយើងអត់មានសតិនិងមានបញ្ញាទេទៅរលឹកមិនកើតហ្នឹងអានាបានសតិយកសតិនឹងរលឹកខ្យល់ដង្ហើមចេញចូលបើអត់សតិរលឹកញៀនដឹងទេតើទៅរលឹកអកុសលផ្សេងដែលជាអារម្មណ៍ផ្សេងនាំឲ្យកើតអកុសលនោះតើយើងអាចរកចិត្តនោះទៅរកកន្លែងស្ងប់នឹងបានទេអត់ទេអញ្ចឹងបើអត់មានសតិមានបញ្ញាការចម្រើនអានាបានសតិក្តីកាយកតាសតិនេះលោកសម្ដែងថាគ្មានផលគ្មានអានិសង្សហ្នឹងបាទតែគ្មានផលគ្មានអានិសង្សត្រង់ទៅហ្នឹងយេពុទ្ធលោកទូមានអានាបានសតិដង្ហើមចេញនិងដង្ហើមចូលសតិរលឹកតន់បញ្ញាដឹងតន់យើងយកសតិណាទៅរលឹកណាភ័យភ្នំណានោះប្រអិនប្រព្រំណានោះតើទៅតាមពុទ្ធិកាទេអត់ទេតើបានផលបានអានិសង្សទេតើអត់ទេពីព្រោះអត់ត្រូវតាមទំនងនៃពាក្យទូមានព្រានប្រដៅរបស់ពុទ្ធហ្នឹងមិនត្រូវទេម្ល៉េះហើយមិនមានផលមិនមានអានិសង្សសូម្បីតែខ្លួនឯងហ្នឹងអត់ដឹងថាចម្រើនអីផងតើនឹងបានថាខ្លួនយើងនឹងបានតម្កល់ចិត្តស្ងប់នោះមិនได้កើតបើចម្រើនទៅរលត់សតិហ្នឹងនឹងបញ្ញានេះប៉ុន្តែជាដើមគ្រាន់តែជាឧបការៈដើម្បីយើងបានស្ដាប់ជាផលជាអានិសង្សងាយស្រួលដើម្បីជំរុញសន្តានចិត្តរបស់សិស្សគុណទាំងឡាយពុទ្ធបរិស័ទដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាយល់អំពីវត្តប្រតិបត្តិងាយស្រួលហ្នឹងណាងាយស្រួលញាតិញោមបរិស័ទទាំងឡាយដែលត្រូវ
ចម្រើនបប្រតិបត្តិនៅក្នុងព្រះអានាបានសតិឬក៏កម្មដ្ឋានផ្សេងដែលយើងត្រូវចម្រើននោះតើការរក្សានៃការបិទទ្វារទាំង5នោះបិទដោយសារយ៉ាងម៉េចនឹងហើយការចាប់នៅសត្វសន្សងនៅក្នុងដំបូកគឺរាងកាយនោះគឺភាវៈនៃសត្វនោះសំដៅយកធម៌យ៉ាងដូចម្ដេចបើចាប់មិនបានទេតើសត្វសន្សងវាចេញនៅក្នុងរន្ធនឹងបានទេនៅតែក្នុងហ្នឹងណាបើនៅក្នុងតែការយល់ខុសការប្រកាន់ខុសការសម្គាល់ខុសតើសត្វសន្សងនឹងវារើរូបនៅក្នុងដំបូកនឹងយ៉ាងម៉េចយ៉ាងណាចិត្តដែលនៅក្នុងតែសេចក្តីទិដ្ឋិមានះនឹងតណ្ហាតើវារើរូបនៅក្នុងទ្វារនៅក្នុងអារម្មណ៍នឹងយ៉ាងម៉េចបើធ្វើរើរូបចឹងណាធ្វើឲ្យចិត្តរបស់យើងស្ងប់ទេមិនស្ងប់ទេអញ្ចឹងចាប់នឹងឲ្យមែនតើហ្នឹងណាចាប់នឹងចាប់ឲ្យចំគ្រាន់តែចាប់នឹងវាមិនដឹងចាប់អីហ្នឹងណាចាប់សត្វសងទៅពួកនេះចាប់មែនហ្នឹងវាមិនដឹងថាចាប់អីទេយ៉ាងហើយប្រន់តែពុទ្ធលោកព្រាបធៀបឧបមាបញ្ញារបស់យើងនឹងចេះតែមានរបបជំរឿតិចដងដល់យើងយល់ធម៌ឲ្យច្បាស់នឹងវត្ថុដែលជាបុគ្គលាទិដ្ឋានអញ្ចឹងគូគ្នាក៏បុគ្គលាទិដ្ឋានជាឧបមាទៅរកអ្វីមួយជាស័ក្តិសិទ្ធិសំអាងហេតុធម្មមេត្ឋានចេញអំពីស័ក្តិសិទ្ធិសំអាងហេតុជាវត្ថុនឹងឲ្យទៅឃើញនៅធម៌ពិតក៏នៅបរមត្តសច្ចៈនឹងទៅទឹមគ្នាជាធម្មមេត្ឋានជាបុគ្គលាទិដ្ឋានដើម្បីធ្វើឲ្យចិត្តរបស់យើងនឹងឆាប់សម្បយុទ្ធប្រកបព្រមទៅដោយសិលសមាធិបញ្ញាជាសាសនៈ5ចរិយធម៌យ៉ាងប្រកេនមកប៉ុណ្ណេះសូមគុណចាស់ញាតិញោមទាំងអស់នឹងទទួលបាននៅផលអានិសង្សនៃការសិក្សាចម្រើនសមថកម្មដ្ឋានវិបស្សនាឲ្យកាន់តែចិត្តស្រួចដើម្បីចាក់ធ្លុះបានសម្រេចនៅគុណធម៌ជាន់ខ្ពស់គ្រប់ព្រះអង្គគ្រប់គ្នាតងសូមអនុមោទនា